របៀបឆែកលុយមិត្តហ្វូនហ្នឹងហើយសម្រាប់បងប្អូនអ្នកគ្នាដែលគាត់អត់តាន់បានដឹងអំពីរបៀបឆែកលុយអត់ដឹងថាមិត្តហ្វូនគេឆែកលុយមិនទេណាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងបងប្អូនអ្នកគ្នាគាត់តែឆែកលុយយើងចូលមកកាន់កន្លែងហ្នឹងមកកន្លែងយើងតេធម្មតាហ្នឹងណាបងប្អូនអ្នកគ្នាហើយយើងចូលមកកាន់កន្លែងនេះមួយទៀតហើយយើងចុចកាយ1201ត្រង់ជ្រូករួចចុចបញ្ជូនពេលដែលយើងបញ្ជូនហើយស៊ីមមិត្តហ្វូនរបស់យើងស៊ីមទី2យកស៊ីមទី2មកអាហ្នឹងសម្រាប់បងប្អូនអរគ្នាដែលគាត់ប្រើប្រាស់ស៊ីមមិត្តហ្វូននៅស៊ីមទី1យើងបញ្ជូនស៊ីមទី1ណាបងប្អូនអរគ្នានេះឃើញទឹកប្រាក់យើងនៅសល់2សេនហើយសុពលភាពដល់ថ្ងៃទី15ខែ11 2025ហ្នឹងហើយនេះគេបានបង្ហាញអំពីរបៀបភ្ជាប់គម្រោង$1កន្លះរបស់មិត្តហ្វូនណាបងប្អូនអរគ្នាហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះ